ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានទឹកនៅខ្លះចង់មកបង្ហាញជូនបងប្អូនទាំងអស់គ្នាពីរបៀបត្រាំកំពីងរាយឲ្យមានរសជាតិឆ្ងាញ់ហើយជាពិសេសសាច់កំពីងរាយឡើងទន់ញ៉ាំទៅគឺថាឆ្ងាញ់ខ្លាំងមែនតើបើពណ៌គេវិញឡើងសស្អាតអត់មានជាប់អត់មានកម្ៅអីទេបងប្អូនឥឡូវនេះក៏មកខាត់ពេលយូរមកមើលពីរបៀបធ្វើរបស់ខ្ញុំទាំងអស់គ្នាចា៎នេះបងប្អូនខ្ញុំមានកំពីងរាយនេះ4ផ្លែហើយផ្លែវាក៏រាងធំល្អដែរ4ផ្លែហ្នឹងវាស្មើនឹង1គីឡូមុននឹងយកកំពីងរាយទៅចិតសំបកគឺខ្ញុំមកធ្វើទឹកអំបិលសម្រាប់ទុកត្រាំកំពីងរាយនឹងសិនហើយយើងដាក់ទឹកឲ្យសមល្មមចូលទៅក្នុងកន្ទុយហើយដាក់អំបិល1ស្លាបព្រាបាយកូរវាឲ្យរលាយសព្វចូលគ្នាល្អសិនបន្ទាប់មកបានខ្ញុំយកកំពីងរាយនឹងយកវាមកចិតសំបកហើយយើងចិតសំបកវាចេញឲ្យរាងក្រាមតិចទៅបងប្អូនចិតវាឲ្យរាងពាកដល់សាច់ខាងក្នុងដែរបើមិនយើងស្ដាយយើងចិតវាស្ដើងពេកយើងទុកសាច់ច្រើនញ៉ាំទៅក៏អត់សូវឆ្ងាញ់ដែរបន្ទាប់ពីចិតវាហើយខ្ញុំក៏ដាក់ត្រាំទឹកអំបិលនឹងមួយសន្ទុះបន្ទាប់មកបានយើងស្រង់វាចេញទៅយើងត្រាំទឹកអំបិលអញ្ចឹងដើម្បីកាត់ជាតិជាប់វាធ្វើឲ្យកំពីងរាយយើងសស្អាតអត់មានជាប់អត់មានកម្ៅទេបងប្អូនហើយបន្ទាប់មកខ្ញុំយកកំពីងរាយនឹងយកវាមកចិតជ្រៀកជាចំណិតបែបនេះដើម្បីពេលយើងយកទៅត្រាំទៅវាឆាប់ចូលជាតិបានល្អបងប្អូនចង់ចិតវាជ្រៀកជាចំណិតតូចល្អិតក៏បានឬក៏ជ្រៀកជាចំណិតធំអញ្ចឹងក៏បានដែរតាមចំណង់ចំណូលចិត្តឥឡូវនេះរាល់ហើយយើងយកវាទុកមួយឡែកសិនខ្ញុំក៏ចាប់ដើមមកដាក់ឆ្នាំងដាំទឹកដើម្បីធ្វើទឹកស្ករសម្រាប់យកទៅត្រាំកំពីងរាយនឹងតែម្ដងបន្ទាប់ពីទឹកបានពុះល្អហើយខ្ញុំដាក់អំបិលចំនួន2ស្លាបព្រាបាយហើយស្ករសនឹងចំនួន10ស្លាបព្រាបាយចូលទៅហើយយើងកូរវាឲ្យរលាយសព្វចូលគ្នាល្អសិនបន្ទាប់មកខ្ញុំដាក់ដាំទឹកស្ករនឹងឲ្យវាបានពុះល្អម្ដងទៀតបន្ទាប់ពីទឹកស្ករនឹងបានពុះល្អហើយអញ្ចឹងខ្ញុំក៏បិទភ្លើងហើយខ្ញុំចាប់ផ្ដើមយកកំពីងរាយនឹងយកមកត្រាំនៅក្នុងទឹកស្ករនឹងទាំងក្តៅតែម្ដងដើម្បីជួយឲ្យកាត់ជាតិជូរហើយនិងជាតិចាត់ហើយធ្វើឲ្យកំពីងរាយរបស់យើងវាមានពណ៌សស្អាតជាពិសេសធ្វើឲ្យសាច់កំពីងរាយនឹងទន់ពេលដែលយើងញ៉ាំទៅគឺថាឆ្ងាញ់ខ្លាំងមែនទែនចា៎បងប្អូនដោយសារតែអត់មានកែងថ្មសម្រាប់ដាក់ត្រាំអញ្ចឹងហើយខ្ញុំក៏ត្រាំវានៅក្នុងឆ្នាំងនឹងសិនបន្ទាប់ពីទឹកស្ករបានចុះត្រជាក់ហើយអញ្ចឹងខ្ញុំក៏ផ្ទេរវាចូលទៅក្នុងប្រអប់ជ័រនេះវិញហើយនេះខ្ញុំត្រាំវាបានមួយយប់ហើយអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមយកវាមកញ៉ាំតែម្ដងហើយបងប្អូនចង់ញ៉ាំកំពីងរាយត្រាំឲ្យមានរសជាតិឆ្ងាញ់អញ្ចឹងយើងត្រូវត្រាំកំពីងរាយនឹងទុកមួយយប់ទៅសិនទៅចាំយើងយកវាមកញ៉ាំហើយមុនយកមកញ៉ាំបងប្អូនភ្លក់សិនណាបើសិនជាវាស្ទើរផ្អែមអីបងប្អូនអាចយកទៅបន្លាក់ស្ករថែមបានកំពីងរាយត្រាំរបស់ខ្ញុំរសជាតិល្មមឆ្ងាញ់ណាស់អញ្ចឹងខ្ញុំគ្រាន់តែបុកអំបិលម្ទេសហើយយើងយកអំបិលម្ទេសហ្នឹងយកមកបន្លាក់ជាមួយនឹងកំពីងរាយអញ្ចឹងទៅគឺថាញ៉ាំទៅឆ្ងាញ់ខ្លាំងមែនតើបងប្អូនបើសាច់កំពីងរាយវិញឡើងទន់បងប្អូនដែលបានមើលវីដេអូនឹងហើយកុំភ្លេចសាកល្បងពីវិធីត្រាំកំពីងរាយតាមរបៀបនេះទាំងអស់គ្នាដឹងតែឆ្ងាញ់ហ្មងបងប្អូន